បាទសួស្តីបងប្អូនអរគ្នាបាទនៅក្នុងវីដេអូខ្លីមួយនេះយើងមកមើលតាក់ទងជាមួយនឹងការអាប់ដេតទៅលើ Telegram Adder Scraper Tool របស់យើងបច្ចុប្បន្នយើងបានអាប់ដេតរហូតដល់ version 6.1 Premium ហើយបាទនៅក្នុង version អាប់ដេតថ្មីនេះដែរយើងបានបន្ថែមសម្រាប់ Smart Mode for Delay Option ដែលជាមុខងារពិសេសឆ្លាតដែលអាចធ្វើការជៀសវាងទៅលើ account limit បាទពី policy Telegram អីចឹងណានឹងហើយមួយវិញទៀតនៅក្នុង version ថ្មីនេះយើងបានអាប់ដេត new version សម្រាប់ Special Adder ដែរនៅក្នុង Special Adder នេះយើងបានបន្ថែមមុខងារ Skip Account Limit មានន័យថាបងប្អូនប្រើប្រាស់ account ទៅ limit គឺបងប្អូនមិនបារម្ភទេគឺវាអត់យក account limit នេះយកមកប្រើទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងរហូតដល់ account ហ្នឹង Gold New ទើបយើងអាចយកមកប្រើបានហើយវាអូតូខ្លួនឯងទាំងអស់អញ្ចឹង account បងប្អូនអត់ងាយមានបញ្ហាធ្ងន់ធ្ងរទេដោយសារអីយើងអត់បានយកមកប្រើអញ្ចឹងណាវាជៀសវាងលើចំណុចហ្នឹងបានច្រើនមែនតើហើយក៏បានបន្ថែមទៅលើមុខងារ Show Detail Adding ដែលជាមុខងារបង្ហាញទៅលើទិន្នន័យក្នុងការ add បានល្អិតល្អន់ហើយនឹងមុខងារ auto sell last adding អញ្ចឹងនៅពេលដែលបងប្អូន add បងប្អូនមិនបារម្ភថាអូខ្លាច add ទៅ member ធ្លាប់ add ហើយ add ទៀតអីអញ្ចឹងណាអញ្ចឹងវានឹងធ្វើការ sell ទៅលើអា add ចុងក្រោយឯងអញ្ចឹងនៅពេលបងប្អូន add បន្តគឺបងប្អូនអាច add អ្នកថ្មីបន្តដោយមិនចាំបាច់ខ្វល់ខ្វាយអីអញ្ចឹងណាហើយនឹងមុខងារបន្ថែមសម្រាប់ warm up account កន្លែងនេះគឺពិសេសយើងបន្ថែមមុខងារ warm up រហូតដល់ច្រើន account ក្នុងពេលតែមួយហើយនឹងច្រើន text ក្នុងពេលតែមួយដែលវា random ចូលគ្នាណាហ្នឹងហើយជាមួយខ្ញុំបង្ហាញបងប្អូនទៅលើចំណុចទាំងអស់ហ្នឹងអញ្ចឹងជាហ៊ានបន្តទៀតតាក់ទងមួយ scraper យើងបានបន្ថែម scraper ឲ្យលឿនជាងមុនហើយនឹងបន្ថែមទៅលើ hidden scraper ដែលជាមុខងារ pro ហើយមុខងារធម្មតាក៏ខ្ញុំដាក់ក្នុងដែរខ្ញុំអត់បានលុបចោលទេចឹងបងប្អូនអាចប្រើប្រាស់សម្រាប់ pro ក៏បានធម្មតាក៏បានតាមជំរឿបងប្អូនណាហ្នឹងហើយ pro រៀងលឿនហើយគុណភាពខ្លាំងដែរអញ្ចឹងបងប្អូនអាចសាកបងបានខ្ញុំបង្ហាញតាមហ្នឹងណាបន្តមកទៀតតើតើមួយ boost reaction Telegram channel post by account មានន័យថាបងប្អូនអាចប្រើប្រាស់ជាមួយមុខងារនេះបានទេដោយសារមួយរយៈមុននេះវាមានបញ្ហាអញ្ចឹងខ្ញុំបានអាប់ដេតដើរអស់ហើយឥឡូវនេះគឺបងប្អូនអាច boost reaction ទៅលើ channel post បងប្អូនបានស្រេចចិត្តណាហ្នឹងហើយអត់បញ្ហាទេហើយមួយវិញទៀតតើតើមួយការ warm up account ដូចខ្ញុំនិយាយអញ្ចឹងយើងបានបន្ថែមដែរសម្រាប់ tool របស់យើងគឺ multiple text multiple group ជាមួយនឹង smart mode for delay option ដែរនៅក្នុងហ្នឹងណាទៅលើមុខងារ warm up account ហើយជាចុងក្រោយគឺតាក់ទងមួយការបន្ថែមទៅលើសម្រួលលើការប្រើប្រាស់សម្រាប់ username adder និង full detail adder ចុះបងប្អូនប្រើប្រាស់កាន់តែប្រសើរអញ្ចឹងទៅអញ្ចឹងនេះជាឧទាហរណ៍អញ្ចឹងកុំឲ្យខាតពេលយើងចូលមកកាន់ឧទាហរណ៍របស់យើងចាក់ស្ដែងហ្មងទៅអូខេឥឡូវខ្ញុំធ្វើការបង្កើត group របស់ខ្ញុំមួយសិនខ្ញុំបង្កើត group ថ្មីសាកបងអរគ្នាណាអូខេខ្ញុំដាក់ថាtalking online group គេដាក់សិនទៅអូខេអញ្ចឹងខ្ញុំចូលមកកាន់ main group អូខេអញ្ចឹងដូចរាល់ដងអញ្ចឹងបងប្អូនត្រូវឆែក type ទៅជា public group ណាបាទដាក់អីក៏បានដែរអូខេយើង save វាមកអូខេអញ្ចឹងនេះជា group របស់យើងណាបាទ group របស់យើង group public យើង copy link group របស់យើងមកចូលមកដាក់នៅនេះមកហើយជំហានបន្ទាប់បងប្អូនចូលទៅ subscribe group ID របស់យើងសិនមកអញ្ចឹងដើម្បី subscribe ទី1បងប្អូនចូលមក subscribe group ខ្លួនឯងដើម្បីយក group ID ណាអូខេអញ្ចឹងការងារនេះខ្ញុំបានដាក់ account ចូលហើយណា account របៀបដាក់បងប្អូនចេះហើយមើលវីដេអូមុនណាអញ្ចឹងនេះខ្ញុំបានដាក់ដល់14 account អញ្ចឹងខ្ញុំរើសលេខណាមួយដើម្បី subscribe group ខ្លួនឯងខ្ញុំ pass group អញ្ចឹងវីដេអូនេះខ្ញុំធ្វើលឿនដើម្បីឲ្យបងប្អូនបានឃើញតាក់ទងមួយការ update ហើយអត់ចង់ឲ្យវីដេអូនេះយូរដែរអញ្ចឹងណាអូខេអញ្ចឹងនេះខ្ញុំបាន subscribe រួចហើយអូខេតោះមកចូលកន្លែង member ហើយចុចកន្លែង member file នេះមកបាទវាបើក Excel យើងមើលហើយអូខេអញ្ចឹង group ID របស់យើងនេះបងប្អូនឃើញចូលមកកន្លែងនោះយើង copy មកណាបាទ copy មកនេះ group របស់យើងហើយកន្លែងនេះកុំ save ណាដាក់ don't save បើ save វាអាចមានបញ្ហា file Excel របស់យើងណាអញ្ចឹងយើង copy group ID យើងទុកមកអញ្ចឹងកន្លែងយើងអាច save ទុក file ហ្នឹងទៅសម្រាប់ក្នុងការប្រើប្រាស់ដឹងតែ group ID របស់យើងមួយហ្នឹងហើយនឹង link group របស់យើងសម្រាប់ការងារយើងប៉ុណ្ណឹងអញ្ចឹងទៅអូខេឥឡូវយើងចូលមកជំហានបន្ទាប់អូខេអញ្ចឹងចូលមកជំហានបន្ទាប់របស់យើងចូលមកកាន់បង្ហាញតាក់ទងមួយ smart mode delay option បាទអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំបានបន្ថែមនៅក្នុង special adder ឥឡូវយើងចូលមកកាន់ special adder មើលទាំងអស់គ្នាអញ្ចឹងសម្រាប់ការប្រើប្រាស់ special adder បងប្អូនចូលកន្លែង full adder 6.1 នេះចូលមកក្នុងនេះវាមាន manager ផ្សេងមាន special adder ផ្សេងអញ្ចឹងណាសម្រាប់ក្នុងការប្រើប្រាស់ហើយនៅក្នុងនេះវាមាន file group list ហើយនឹង last add
last add lock នេះបងប្អូនមិនខ្វល់ទេណាលេខនេះវានឹងផ្លាស់ប្ដូរនៅពេលបងប្អូនប្រើប្រាស់សម្រាប់ group ផ្សេងៗហ្នឹងទៅបាទអញ្ចឹងខ្ញុំបញ្យល់ឡើងនេះបន្តិច group list នេះមានន័យថាបងប្អូនចង់ warm up account សម្រាប់ group ផ្សេងៗបងប្អូនអាចដាក់បន្តមកអញ្ចឹង group កន្លែង A នេះមានន័យថាកន្លែងក្រោយ A នេះគឺ username បាទតែប៉ុណ្្នឹងទេអូខេអញ្ចឹងបន្តទៀតតទៅមួយ message មានថារាល់ដងបងប្អូនដាក់ message តែមួយឯងឥឡូវបងប្អូនអាចដាក់ message ច្រើនបានឥឡូវខ្ញុំដាក់បន្តទៀតមកដាក់ថា you are amazing អូខេយើងដាក់អីក៏បានដែរបាទហើយយើង save ណាចានេះខ្ញុំដាក់ច្រើនណាពេលយើងដាក់ហើយយើង enter បន្តមកអញ្ចឹងខ្ញុំដាក់កន្លែងនេះសម្រាប់ message នេះសម្រាប់មកការពេល warm up account ណាអូខេតិចទៀតខ្ញុំបង្ហាញបងប្អូនមើលអញ្ចឹងតាក់ទងមួយadd group link នេះមានន័យថាបងប្អូនចង់យក group គេadd ចូលណា add ចូលពី group របស់គេមកអញ្ចឹងឥឡូវខ្ញុំទៅយកគេមួយសិនអូខេឥឡូវខ្ញុំរើស group ផកគេណាមួយសិនចាំតិចអូខេនេះខ្ញុំយក group នេះមកណាអូខេយក group នេះមួយgroup នេះជា group public ណាគេខ្ញុំ copy group ហ្នឹងហើយងាយស្រួលមែនតើបងប្អូន copy ផាសអញ្ចឹងមកណាអញ្ចឹងមកអូខេអញ្ចឹងខ្ញុំបាន save សម្រាប់ other group នៅក្នុងកន្លែង file other group នេះអញ្ចឹងកន្លែង our group របស់យើង group មួយណានេះ group របស់យើងនេះ our group បាទនេះ group របស់យើងអូខេចាំបងប្អូនមើលតន់ណាបាទផាសអញ្ចឹងមកអូខេអញ្ចឹងយើងរៀបចំអា file នៅខាងក្រៅឲ្យហើយបាទអញ្ចឹង other group ហើយនិង our group គឺយើងមានរួចអស់ហើយណាអញ្ចឹងកន្លែងនេះសម្រាប់ក្នុងការ spam bot lock ដែលវាបង្ហាញតិន័យចុងក្រោយទេនេះអត់អីអានេះវានឹង auto ពេលយើង check spam bot ណាអញ្ចឹងតោះយើងទៅមើលទាំងអស់គ្នាឥឡូវយើងបានរៀបចំហើយមិញណាអញ្ចឹងទី1ខ្ញុំបានរៀបចំសម្រាប់ group គេយើងចង់ Skype group ណាយើងដាក់ link ចូលឡើងនេះ group របស់យើងដាក់ចូលក្នុងនេះអញ្ចឹងណាបន្ទាប់មក manager អូខេ manager របស់យើងមានប៉ុណ្ណឹងអញ្ចឹងបងប្អូនចង់ដាក់លេខបងប្អូនចុចលេខ1ធម្មតាអញ្ចឹងណាដាក់លេខចូលអញ្ចឹងទៅអញ្ចឹងបងប្អូនចង់ឆែកលេខចុចលេខ3អញ្ចឹងទៅបាទអូខេនេះឆែកលេខយើងមាន14លេខអូខេអញ្ចឹងបន្ទាប់មកយើងចុចលេខ5ដើម្បី check spam bot យើងចង់ដឹងថាតើ account ហ្នឹង good new អត់ចុចលេខ5ហើយយើងចុចលេខ2ឆែកម្ដងទាំងអស់អូខេអញ្ចឹងវាអូតូទៅខ្លួនឯងឯងអញ្ចឹងនៅពេលដែលវាអូតូអញ្ចឹងតិន័យទាំងអស់ហ្នឹងវានឹងបោះអាតិន័យថាតើ account ហ្នឹងវា limit ឬក៏វាមានវា good new ឬក៏អីវាបោះចូលកន្លែង spam bot នេះអញ្ចឹងបងប្អូនអាចចូលមើលក្នុងនេះក៏បានដែរទៅលើតិន័យណាលើវាដើរទីសិនអូខេខ្ញុំសុំ stop វីដេអូនេះបន្តិចទៅដើម្បីកុំឲ្យយូរបាទអូខេអញ្ចឹងយើងឃើញថាទៅលើមុខងារ check spam bot របស់យើងរួចរាល់ហើយអញ្ចឹងទាំងអស់14 account បងប្អូនបានឃើញនេះមាន account ទី12នេះគឺ account នេះជាប់ limit ហ្នឹងបងប្អូនអញ្ចឹងវា limit វាបង្ហាញដែរតែសល់2ថ្ងៃទៀតអញ្ចឹងយើងទៅមើលទាំងអស់គ្នាយើងបាត់នេះមកយើងចូលមកកាន់ spam bot lock នេះឃើញទេអញ្ចឹងថ្ងៃទី12នេះឃើញទេយើងឃើញថាតន័យវាដូចជាមួយនឹងនៅលើកម្មវិធីរបស់យើងចាក់ស្ដែងអញ្ចឹងជំហានបន្ទាប់ទៀតបងប្អូននឹងឃើញថាមុខងារដែលយើងនេះ skip account limit មិញ account limit មានមួយអញ្ចឹងវានឹងធ្វើការ skip ហើយវាចាប់ដើមរកមើលថា account ណាដែល limit វាអត់យកមកប្រើទេអញ្ចឹងណាឥឡូវជំហានបន្ទាប់យើងចូលឡើង special adder នេះចូល special adder នេះមកអូខេអញ្ចឹងនៅក្នុង special adder នេះវានឹង auto check account នឹងអស់ថា account ហ្នឹងមាន account ណាដែល limit នេះបងប្អូនឃើញទេ account នេះ limit ទេអញ្ចឹង account ហ្នឹងគឺអត់ប្រើទេវាចាប់ដឹងនេះបងប្អូននេះ limit account មានប្រមាណហើយ account ណា error ក៏វារកដែរអញ្ចឹង account error យកមាន account limit ក៏អត់មានដែរអូខេអញ្ចឹងជំហានបន្តទៀតតាក់ទងជាមួយនឹង file បងប្អូនឃើញកន្លែងនេះ unused.dat កន្លែង unused នេះវាអត់ទាន់មាន file ទេណាអញ្ចឹងតិចទៀតនៅពេលបងប្អូនប្រើចប់គឺនឹង load file មួយចូលមកកន្លែងនេះគឺជា file ដែលយើងបង្ហាញថានេះ auto save last adding ហ្នឹងអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាឥឡូវកន្លែងនេះគេឲ្យយើងវាយលេខ0 for none មានន័យថាបើសិនបងប្អូនចង់ចាប់ផ្ដើមពី0លើឧទាហរណ៍ថា group នេះមាន 15000 នាក់អញ្ចឹងនៅពេលដែលបងប្អូន add សមាជិកពេលដែលបងប្អូន add ដូចថាឥឡូវយើង add បាន200អញ្ចឹងណាពេល add បាន200កន្លែងនេះគឺវានឹង load ចំនួន200ឯងចុះឥឡូវយើងចាប់ផ្ដើមពី0យើងដាក់0ហ្មងយើងចាំមើលបងប្អូនអូខេអញ្ចឹងពេលយើង enter គឺវា auto ចាប់អញ្ចឹងបងប្អូនមិនចាំបាច់ដាក់ link មួយទេវា auto ចាប់ link group នេះបងប្អូននេះចាប់ link group នេះនេះចាប់ link group របស់គេហើយនឹង link group របស់យើងនេះបងប្អូនឃើញទេនេះចាប់ពីនឹងមកណា
ok chẳng lấy ní cái dương miền đọc buồn account nhưng trong prao tặng account nhưng phải đọc buồn chẳng á tay nhung trong ở lươn là mười và hai mom on ha đầm nà ca vì mấy nhung đã thẩm bay account này đã bay account inter vàต่อមកកន្លែងនេះគឺជា smart mode for option ហ្នឹងហើយទី1គឺបងប្អូនឲ្យវាអូតូ15 second ទៅ15 second ឬក៏បងប្អូនចុចលេខ2បងប្អូនឲ្យវា20ទៅ30 second ឬក៏បងប្អូនចុចលេខ3អីចឹងទៅឬក៏លេខ4បងប្អូនអាចដាក់ចំនួន second ចន្លោះមួយណាក៏បានដែរដើម្បីឲ្យវាអូតូខ្លួនឯងណាឥឡូវខ្ញុំដាក់លេខ1ចឹងណាបាទដាក់លេខ1យើង enter មកអូខេអញ្ចឹងជំហានបន្ទាប់កន្លែងនេះតើយើងចង់ឲ្យ account មួយហ្នឹង add ប្រហែលអ្នកអញ្ចឹងណាអញ្ចឹងជាទូទៅយើងដាក់15ឬក៏អី maximum វា50អញ្ចឹងណាតែយើងអត់ដាក់ឲ្យដល់50ពេកទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងដាក់ត្រឹមខ្ញុំដាក់ត្រឹម3អីសិនបានហើយដាក់ត្រឹម3អូខេអញ្ចឹងខ្ញុំ enter អញ្ចឹងក្នុងមួយ account add តែ3អ្នកទេបាទចា account មួយ add តែ3អ្នកទេណាយើងចាំមើលទាំងអស់គ្នាអូខេនេះបងប្អូន add ចូលហើយឡើយយើងចាំមើលអូខេអញ្ចឹងវានឹងអូតូនេះបងប្អូនវាដំណើរការកម្មវិធីរបស់យើងណាអញ្ចឹងឃើញថាកម្មវិធីរបស់យើងនេះកន្លែងក្នុងការអូតូ delay គឺ delay ខុសគ្នាដោយសារយើងប្រើ mode លេខ1អញ្ចឹងណាអញ្ចឹងក្នុងការ delay គឺវាមានពេលខ្លះ17ពេលខ្លះ22ពេលខ្លះប្រហែលអាស្រ័យទៅលើកម្មវិធីវាអូតូខ្លួនវាដើម្បី account របស់យើងហ្នឹងក្នុងការ add ហ្នឹងវាគេថាវាអត់ដូចគ្នាដដែលណាអញ្ចឹងវាអត់ប៉ះពាល់ទៅលើ account យើង limit អីទេបងប្អូនអាចមើលបានណាអូខេចូលមកឡើយអូខេអញ្ចឹងកម្មវិធីរបស់យើងវាដំណើរការអញ្ចឹងតាក់ទងជាមួយនឹងមុខងារហ្នឹងណាឥឡូវខ្ញុំសុំ scope បន្តិចកុំឲ្យវាដើរយូរពេកបាទហ្នឹងហើយអញ្ចឹងខ្ញុំបានធ្វើការសាកភាសាទៀតឲ្យបងប្អូនមើលអញ្ចឹងនៅពេលដែលវាចប់ចឹងបងប្អូនអាចឃើញថាវា load កន្លែងនេះ file បង្កើត file មួយថ្មីហើយ last adding ហ្នឹងគឺលេខ7មានន័យថាវា add ចំនួន member ចុងក្រោយហ្នឹង7ឥឡូវខ្ញុំបិទកម្មវិធីបានចឹងបងប្អូនចូលមកមើលកន្លែងនេះវាមាន file មួយអញ្ចឹង file នេះបងប្អូនមិនប៉ះពាល់ទេណាហ្នឹងហើយអញ្ចឹងខ្ញុំហ៊ានបន្ទាប់នៅពេលដែលបងប្អូនធ្វើការ add សមាជិកបន្តបងប្អូនក៏ចូលទៅបើកការ add បន្តទៅគឺវាអូតូខ្លួនឯងហើយឥឡូវយើងកុំតន់ add យើងធ្វើការសាកជាមួយនឹងមុខងារមួយទៀតតាក់ទងជាមួយនឹងទៅលើការ warm up account ហើយការ warm up account នេះគឺវាមាន multiple text multiple group អញ្ចឹងណាអញ្ចឹងបងប្អូនទី1បងប្អូន check នឹង group list របស់យើងសិនថាយើងមាន group របស់យើងសម្រាប់ក្នុងការ warm up នៅអញ្ចឹង group យើងមានហើយអូខេអញ្ចឹងយើងបិទមកបន្តមកទៀតខ្ញុំមើលឡើង message បងប្អូនពេញចិត្តជាមួយ message ទាំងអស់នេះនៅអញ្ចឹងខ្ញុំបានរៀបចំ message ជាឧទាហរណ៍ណាបងប្អូនអាចលុបចោលឲ្យសរសេរខ្លួនឯងឬក៏អីសេចចិត្តចឹងទៅអូខេអញ្ចឹងរួចចូលឡើង manager មកអូខេអញ្ចឹងជំនាញបន្ទាប់ទៀតបងប្អូនចុចឡើងលេខ6នេះចុចលេខ6ហ្នឹងមកអញ្ចឹងទៅលើ delay mode របស់យើងហ្នឹងគឺដូចមុនអញ្ចឹងរបៀបប្រើបងប្អូនចង់បានលឿនបងប្អូន5វិនាទីទៅ15បងប្អូនចុចលេខ1ហ្នឹងទៅបងប្អូនចង់ល្មមចុចលេខ2អញ្ចឹងណាអញ្ចឹងឥឡូវមិញយើងចុចលេខ1ហើយឥឡូវយើងមករៀនចុចលេខ4ម្ដងខ្ញុំចុចលេខ4អូខេបន្តមកកន្លែងនេះពេលយើង enter វាឲ្យយើងដាក់ range អញ្ចឹងឧទាហរណ៍គេដាក់ត្រឹម10ដកកដាលហើយនឹង20អញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំចង់ខ្ញុំសាកត្រឹម5ទៅ10អីចឹងទៅខ្ញុំឧទាហរណ៍ណានេះជាការពេញចិត្តរបស់យើងឯងយើងចង់ដាក់ប្រមាណស្រីចិត្តចឹងទៅដល់សិនជាយកពេញចិត្តលេខ1លេខ2លេខ3នេះឧទាហរណ៍អញ្ចឹងណាជាង enter មកអញ្ចឹងឥឡូវនេះគេសួរថាយើងបានរៀបចំ group នៅក្នុង file text នៅបើយើងរៀបចំរួចហើយយើងចុច enter ទៅមកណាអូខេអញ្ចឹងកន្លែងនេះបងប្អូនគ្រាន់តែវាយថាតាក់ទងមួយ delay ថាឥឡូវខ្ញុំចង់ដាក់ត្រឹម10 second បានហើយមានន័យថានៅពេលដែលយើងអត់ account របស់យើងអត់ធ្លាប់ join group ទាំងអស់នេះទេអញ្ចឹងវានឹងធ្វើការ delay បើសិនជាធ្លាប់ join វាអូតូខ្លួនឯងអីចឹងទៅអញ្ចឹងយើងដាក់ត្រឹម10ឬក៏15អីចឹងណាឥឡូវខ្ញុំដាក់ត្រឹម10ដើម្បីលឿនណាអូខេអញ្ចឹងវាអូតូទៅនេះបងប្អូនអូខេអញ្ចឹងបងប្អូនអាចមើលបាននេះបងប្អូននេះវាចូលក្រុមមួយហើយគេដំណើរការនេះចូលមកមួយទៀតបងប្អូននេះអញ្ចឹងអក្សរនេះគឺវាផ្លាស់ប្ដូររហូតទៅតាមនេះរបស់យើងណាទៅតាមអ្វីយើងដកនៅក្នុង message នេះចូលមកកាន់ក្រុមមួយទៀតហើយនេះវាមាន how are you you are so sweet you are amazing អញ្ចឹងវានឹងអូតូទៅរហូតគ្រប់
group ដែលយើងបានរៀបនឹងនេះ you are so speed ទៀតណាអញ្ចឹងផ្លាស់ប្ដូររហូតអញ្ចឹងទៅអញ្ចឹងវានឹងធ្វើការ warm up account multiple group multiple account multiple text ចូលគ្នាទៅវិញទៅមករហូតនេះ see you again អញ្ចឹងទៅអញ្ចឹង account ហ្នឹងវាធ្វើការដំណើរការដោយខ្លួនឯងទាំងអស់អញ្ចឹងណានេះទៅលើមុខងារទាំងអស់ហ្នឹងឥឡូវយើងធ្វើការ scope បន្តិចសិនឲ្យវាដើរឲ្យចប់ឲ្យខាត់ពេលណាចានេះខ្ញុំគ្រាន់បង្ហាញតាក់ទងមួយដំណើរការរបស់វាចាំបងប្អូនអាចសាកបងបានហើយបើសិនឆ្ងល់អាចសួរបន្តខ្ញុំធ្វើការបង្ហាញថែមអីចឹងទៅហ្នឹងហើយអញ្ចឹងវាដំណើរការហើយអូខេអញ្ចឹងទៅលើការ warm up account របស់យើងរួចរាល់ហើយបងប្អូនបានឃើញអញ្ចឹងច្រើនមែនតើទៅលើការអូតូអញ្ចឹងអានេះសម្រាប់ក្នុងការបង្ហាញទិន្នន័យនៅក្នុង group ដែលយើងបាន warm up ហ្នឹងមានតាសផ្សេងគ្នាហើយនឹង account ផ្សេងគ្នា random បន្តណាអូខេអញ្ចឹងទៅលើមុខងារ warm up គឺយើងមានប៉ុណ្ណឹងអូខេអញ្ចឹងជំហានបន្តទៀតតាក់ទងជាមួយនឹងទៅលើការ add បន្តមានន័យថាខ្ញុំចង់បង្ហាញបន្តិចអញ្ចឹងនៅពេលដែលបងប្អូនចង់ផ្លាស់ប្ដូរ group ឧទាហរណ៍ថាឥឡូវយើងមាន group ថ្មីមួយទៀតអញ្ចឹងដល់ group នេះយើងប្រកាសជាផ្លាស់ប្ដូរដាក់ group ថ្មីមួយទៀតហើយអញ្ចឹងយើង copy group ថ្មីយកមកដាក់ណាឧទាហរណ៍បន្តបងប្អូនកុំភ្លេចលុបកន្លែងនេះ delete អានេះមួយផង delete កន្លែង unuse នេះហ្នឹងបើសិនក្នុងករណីយើងប្រើមួយ group ថ្មីតែបើអត់ទេយើងចង់ប្រើ group ម្ចាស់ដែរមិនលុបអានេះណាបើយើងលុបស្មើនឹងយើងយកអតិន័យដែលយើង last saving នេះមានន័យថា auto last saving នេះវាលែងដំណើរការដោយសារវាអត់មាននេះអញ្ចឹងណាហ្នឹងហើយ unuse តែយើងអត់ទាន់ប្រើហ្នឹងអញ្ចឹងខ្ញុំចង់បញ្យល់ឡើងហ្នឹងណាអូខេអញ្ចឹងឥឡូវយើងស្បើកមើលកន្លែង special header អញ្ចឹងខ្ញុំអត់បានផ្លាស់ប្ដូរ group ទេណាអញ្ចឹងខ្ញុំប្រើ group ដដែលអញ្ចឹងចាំមើលថាតើវាដំណើរការមិនអូខេអញ្ចឹងវាបាន check ឃើញថា group account យើងមានជាប់ limit មួយចា account limit ហ្នឹងគេអត់ប្រើទេអញ្ចឹងបងប្អូនខំវាបង្ហាញអញ្ចឹងឲ្យយើងឃើញណាអូខេអញ្ចឹងឥឡូវនេះបងប្អូនឃើញកន្លែង last adding មានលេខ7ហើយលេខ7នេះគឺវាបង្ហាញពីនេះមកនេះពីកន្លែង last lock នេះអញ្ចឹងវា update ខ្លួនឯង last lock នេះបងប្អូនមិនកែកុនទេអូខេខ្ញុំក៏បង្ហាញអត់ដឹងទេអញ្ចឹងកន្លែងលេខ7អញ្ចឹងកន្លែងនេះយើងគួរវាយលេខ0ទៀតអត់អញ្ចឹងណាដើម្បីបន្តអញ្ចឹងជាទូទៅបងប្អូនវាយលេខ0ទៀតមកអញ្ចឹងណាដើម្បីបន្តឬក៏បងប្អូនចង់វាយលេខ5ក៏បានដែរមានន័យថាលេខ5នេះបូកពីលើលេខ7នេះឡើងទៅដល់12អញ្ចឹងណាបាទដើម្បីអីដើម្បីពេលខ្លះនៅពេលដែលយើង add សមាជិកពី group របស់គេ account ខ្លះរបស់គេដែលគេ join group ហ្នឹងគេ left group ពី group ដែលយើង scrap group របស់គេមកអញ្ចឹងបើសិនជាគេ left អីចឹងទៅគឺយើង add mod បានដែរអញ្ចឹងយើងមកឡង5ឬក៏អីចឹងទៅអានេះអាស្រ័យទៅលើការស្មានរបស់យើងដែរណាអញ្ចឹងកន្លែងស្រួលទេបងប្អូនមិនស្មានក៏បានបងប្អូនលេខ0ក៏បានលេខ5ក៏បានអត់មានខុសទេកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់លេខ5ចឹងមកខ្ញុំបងប្អូនមើលអញ្ចឹង5បូក7វា12អញ្ចឹងវាសរុបនេះបន្តពីវា increase វាសរុបមក12បងប្អូនមើលអញ្ចឹងណាអញ្ចឹងឥឡូវនេះវាអត់សូវសំខាន់អីទេគ្រាន់តែវាបង្ហាញយើងដឹងថាហ្នឹងវារបៀបអញ្ចឹងហើយឥឡូវយើងមាន14 account អញ្ចឹងខ្ញុំប្រើ3 account ដដែលហើយឥឡូវខ្ញុំប្រើលេខ1ដដែលអូខេមិនប្រើលេខ1ខ្ញុំប្រើលេខ4ម្ដងបាទលេខ4ហើយខ្ញុំដាក់ត្រឹម5ទៅ7អីចឹងទៅអានេះខ្ញុំដាក់ឲ្យលឿនដើម្បីកុំឲ្យវីដេអូនេះយូរអញ្ចឹងណាជាក់ស្ដែងកុំដាក់អញ្ចឹងណាបាទអញ្ចឹងអានេះខ្ញុំដាក់ត្រឹម3បាទនេះអូខេអញ្ចឹងវាអូតូទៅខ្លួនឯងហើយអញ្ចឹងដំណើរការក្នុងការ add គឺរបៀបអញ្ចឹងបងប្អូននេះដូចបងប្អូនបានឃើញនេះ add ទៅនេះ add ចូលឃើញទេនេះ add បានម្នាក់អី add ម្នាក់ទៀតអូខេអញ្ចឹងដំណើរការក្នុងការ add គឺអញ្ចឹងគឺងាយស្រួលមែនតើនេះចូលមកទៀតបងប្អូននេះគាត់ active ទៅម៉ោង5ជាងនេះ recently active ជាង add ចូលអញ្ចឹងបងប្អូនគេ add ចូលជាមួយឥឡូវចាំមើលពេលដែល add ដល់ចប់គឺ load បែបម៉េចខ្ញុំចង់បង្ហាញឲ្យដល់ចប់ឲ្យបងប្អូនមើលអញ្ចឹងខ្ញុំដាក់តិចទេដាក់តាម account តាម3អីទេអញ្ចឹងវាអូតូខ្លួនឯងអញ្ចឹងនេះចូលមកទៀតនេះ online គេចូលមក today last seen today អូខេឥឡូវវារត់ចូល account ទី3នេះបងប្អូនគេអញ្ចឹងវាអូតូខ្លួនឯងរហូតឥឡូវយើងចាំមើលដល់ចប់បន្តិចសិនអញ្ចឹងអូខេចុះវីដេអូនេះយើងយូរបន្តិចប៉ុន្តែខ្ញុំបង្ហាញឲ្យបានល្អិតល្អន់ណាទៅលើការ update គ្រប់ជ្រុងជ្រោយដែលយើងបានupdate កន្លងមកអូខេចូលមកទៀតហើយបាទអូខេអញ្ចឹងរួចហើយអញ្ចឹងរួចកន្លែងនេះឃើញបងប្អូនវា update ទិន្នន័យនៅក្នុងកន្លែង file នេះហ៎អញ្ចឹងកន្លែងនេះវា load 21អញ្ចឹងនៅពេលដែលបងប្អូនប្រើបន្តមកទៀតយើងគ្រាន់តែបិទអញ្ចឹងមក
ចូលកន្លែង special order យើង add បន្តទៀតមកអញ្ចឹងណាធ្វើដូចតម្រង់មិញអញ្ចឹងបើសិនយើងអត់ចង់ផ្លាស់ប្ដូរកន្លែង order group អត់ចង់ subscribe ពី group គេផ្សេងអីចឹងទៅមានន័យអញ្ចឹងទៅលើការបង្ហាញតាក់ទងមួយ new version នៃ special order គឺមានប៉ុណ្ណឹងអញ្ចឹងណាឥឡូវយើងចូលជាបន្តទៀតត្រឡប់មកវិញមកជាមួយនឹងscraper របស់យើងបាន update រហូតដល់10x ឯងមានន័យថាល្បឿនវាលឿនអញ្ចឹងយើងចូលឡើង scraper របស់យើងនេះមកឥឡូវញ៉ាំចាំតិចខ្ញុំសុំបិទនេះតិចសិនអូខេឥឡូវរួចហើយយើងចូលមកកន្លែង scraper របស់យើងមកឥឡូវយើងចូលទៅ Skype group ណាមួយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ Skype group នេះចុះខ្ញុំ Skype group នេះខ្ញុំ copy មកបើលេខ6អូខេអញ្ចឹងជាទូទៅខ្ញុំ Skype យកលេខ2អូខេឥឡូវនេះ y អូខេអញ្ចឹងវា auto scribe ហើយអញ្ចឹងបងប្អូនអាចមើលបានល្បឿនក្នុងការ scribe លឿនជាងមុនណាបាទយើងចាំបន្តិចទៅរួចហើយអូខេអញ្ចឹងបន្ទាប់ពីយើង scribe ហើយយើងចូលមកកាន់មុខងារតាក់ទងមួយ hidden scribe pro នេះខ្ញុំបង្ហាញទៅលើមុខងារនេះបន្តិចទៀតនេះខ្ញុំគ្រាន់បង្ហាញឲ្យដឹងថាការ scribe គឺអញ្ចឹងហើយទៅលើការ add អីផ្សេងក៏ខ្ញុំនឹងបង្ហាញបន្តទៀតដែរឥឡូវយើងមើលតិចសិនទៅលើការ scribe ថាល្បឿនវាលឿនបែបណាអញ្ចឹងណាអូខេអញ្ចឹងតិចទៀតហើយអូខេខ្ញុំមិន scope វីដេអូទេតិចទៀតហើយឡើយអញ្ចឹងខ្ញុំបញ្យល់បន្ថែមតិចទៀតតាក់ទងជាមួយនឹងទៅលើការ reaction លើ channel បងប្អូនមាន channel ខ្លួនឯងចង់បងប្អូនផុសអីចឹងទៅចង់ reaction អាហ្នឹងយើងអាចដាក់ reaction បានច្រើនដែរមានទាំងបេះដូងមានទាំងមេដៃអីចឹងទៅឥឡូវយើង subscribe រួចហើយយើងចូលមកមើលកន្លែង member របស់យើងមកនេះបងប្អូននេះយើង subscribe មកពីក្រុមហ្នឹងអញ្ចឹងតិន័យវាយកមកទាំងអស់អញ្ចឹងហើយល្បឿនឃើញលឿនណាបាទអូខេអញ្ចឹងឥឡូវយើងចូលមកកាន់មួយទៀតតាក់ទងជាមួយនឹងទៅលើ hidden scraper pro អញ្ចឹងតាក់ទងមួយ hidden scraper pro បងប្អូនអាចមើលបាននេះអញ្ចឹងឥឡូវយើងមានកន្លែងនេះគឺ hidden scraper ធម្មតានេះ hidden scraper ធម្មតាអានេះ pro វា pro នៅក្រោយនេះអញ្ចឹងអាធម្មតាខ្ញុំបានបង្ហាញក្នុងវីដេអូមុនហើយរបៀបប្រើឥឡូវកុំឲ្យខាតពេលយើងចូលមកបង្ហាញតាក់ទងមួយ pro ម្ដងអានេះ pro ណាអញ្ចឹងអា pro វាដើរមិនអញ្ចឹងកន្លែងនេះយើងមាន account នេះយើងរើស account ណាមួយក៏បានរើសលេខ5អូខេអញ្ចឹងឥឡូវយើងគ្រាន់តែដាក់ link group របស់គេមក group ដែលគេ hidden member ណាឥឡូវខ្ញុំទៅរក group hidden សិនអូខេ group នេះគេបើក member ឯងអូខេសិសា group នេះមើលនេះគេ group នេះគេ hidden អញ្ចឹង group នេះគេមានតែ admin ទេណាហើយគេមាន discussion ក្នុង group ដែរអញ្ចឹងគឺយើងអាច Skype បានយើង copy link ហ្នឹងមកអូខេយើងយកមកផាសមកអញ្ចឹងមកអញ្ចឹងត្រង់កន្លែងនេះខ្ញុំបញ្យល់បងប្អូនមានន័យថាវា scan ទៅលើ member ដែលគាត់ active នេះមានន័យថាបើ member នឹងដដែលគឺអត់យកទេអញ្ចឹងឧទាហរណ៍ឥឡូវគាត់បាន message នេះឧទាហរណ៍បងនេះគាត់ message 1 2 3 4ចេះគាត់ message អញ្ចឹងតែពេល2ថ្ងៃមុនហ្នឹងគាត់ message 1 3 4ទៀតអញ្ចឹងគឺអត់យកគាត់នឹងម្ដងទៀតទេអញ្ចឹងគឺយើងយកគាត់នឹងតែម្ដងហើយទោះបីគាត់ message ប៉ុន្មានដងក៏បានដែរអញ្ចឹងណាគឺឲ្យយកអត់ខ្វល់ទេអញ្ចឹងកន្លែងហ្នឹងមានន័យថាកន្លែងដែលយើងវាយចំនួនកន្លែងនេះ message គឺមានន័យថាឥឡូវយើងចង់ scan យក message ត្រឹមចំនួនប្រហែលព្រោះយើងអត់ដឹងទេថាតើបុគ្គលម្នាក់ឬក៏2នាក់ហ្នឹងគាត់ message ប្រហែលយើងអត់ដឹងសិតតែស្មានទាំងអស់អញ្ចឹងឥឡូវយើងស្មានផ្អែកទៅលើនេះ member វាមាន7000នាក់ជាងអញ្ចឹងអ្វីដែលគេអាច active អាចល្បាក់ត្រឹម4000 5000អីបងប្អូនអាចវាយ5000អីចឹងទៅឧទាហរណ៍ណាតែខ្ញុំអត់ចង់ឲ្យយូរខ្ញុំវាយត្រឹម50អីបានទេអូខេ100ក៏បានដែរ100អញ្ចឹងតោះឥឡូវខ្ញុំឧទាហរណ៍ឯណាខ្ញុំ enter មកបាទអញ្ចឹងវាធ្វើការ scan យកត្រឹម100 message អញ្ចឹងរាប់ពីហ្នឹងទៅ100 message ថាតើគ្រប់100 message តើយើងអាចបាន member ល្បាក់ប្រមាណអីចឹងទៅពេលខ្លះ100បាន100ហ្មងអញ្ចឹងណាវាអាស្រ័យទៅលើការ scrap របស់យើងវាអូតូចាប់ការពិតគោលដៅគឺយើងរៀបដើម្បីឲ្យយកតែមនុស្សដែល unique មានន័យថាមនុស្សតែម្នាក់បើគាត់ចង់ម្នាក់ឯងហ្នឹងគាត់ឆាតប្រមាណដងក៏យើងយកគាត់តែម្នាក់ដែរមានអីអញ្ចឹងណាឥឡូវយើងចាំមើលជាក់ស្ដែងថាវាដំណើរការបន្តទៀតបែបម៉េចឲ្យបងប្អូនបានឃើញអញ្ចឹងណាអានេះខ្ញុំគ្រាន់បញ្យល់ឲ្យយល់ទេថាកន្លែងចំនួនកន្លែងនេះយើងដាក់ស្មានទេអញ្ចឹងណាបាទយើងដាក់ស្មានទេយើងដាក់ស្មានតាមទំហំ group ថាលើ 7000 member អញ្ចឹងយើងស្មានថាតើមានសមាជិកដែលគាត់ active នោះប្រហែលអ្នកអញ្ចឹងយើងស្មានទៅយើងវាយចំនួនហ្នឹងទៅកម្មវិធីវាអូតូចាប់ហើយ
នេះគេវាចាប់បានតែប៉ុណ្្នេះគេក្នុង100 message វាចាប់បានតែ46នាក់ទេដែលគាត់ active ព្រោះអី46នាក់ហ្នឹងបើនិយាយទៅក្នុង100 message ហ្នឹងមានក្នុងហ្នឹងមិនដឹងមានប្រហែលអ្នកទេដែលគាត់ message ដដែលជាបុគ្គលម្នាក់ដែលគាត់អាសា active ណាគាត់ message ផ្សេងៗអញ្ចឹងទៅចុះឥឡូវយើងរួចអីយើងចូលមកមើលកន្លែង member យើងមកនេះអូននេះនេះ group ហ្នឹងអញ្ចឹង member យើងទីបាន47នាក់ក្នុង100 message អញ្ចឹងបើសិនបងប្អូនដាក់ឲ្យច្រើនទៅដាក់តែ 3-4000 ទៅមិនទាញបានច្រើនអ្នកទៀតអញ្ចឹងណាខ្ញុំឧទាហរណ៍របៀបអញ្ចឹងហ្នឹងហើយអញ្ចឹងគឺ Hidden Scalper Pro របស់យើងគឺដំណើរការអញ្ចឹងហើយដើម្បីឲ្យវា support ជាមួយនឹងការ add បងប្អូនប្រើជាមួយនឹងនេះusername adder អាហ្នឹងសម្រាប់ក្នុងការប្រើទៅលើ Hidden Scalper ឥឡូវយើងសាកអរគ្នាប្រើ username adder បាទឥឡូវយើងចាំមើលបាទ username adder អូខេជំរឿនដំណើរការអត់ឥឡូវយើងចូលដោយសារមិញ member វាតិចដែរឥឡូវយើងចូលមកកាន់ group របស់យើងតិចសិននេះ group របស់យើងណាអូខេអញ្ចឹងយើង pass group របស់យើងមកអញ្ចឹង username adder បាទអញ្ចឹង username adder អត់វាក់ទេយើងមិនចាំបាច់ដាក់ group ID ទេដាក់តែ link group របស់យើងចូលគឺ auto ខ្លួនឯងហើយអញ្ចឹងណាអូខេអញ្ចឹងយើងមាន14 account ឥឡូវយើងប្រើត្រឹមតែ4 account បានហើយយើងសាកមើលទាំងអស់គ្នាខ្ញុំចុច11ដោយសារយើងអាចប្រើក្នុងមួយ account 11កន្លះតែខ្ញុំចុចតែ11ទេបាទអូខេបន្តមកកន្លែងនេះ delay កន្លែង delay នេះយើងដាក់ត្រឹម10អីបានហើយខ្ញុំឧទាហរណ៍ណាដោយសារខ្ញុំបង្ហាញឲ្យលឿនអញ្ចឹងអានេះខ្ញុំដាក់ត្រឹម5បាទអូខេឥឡូវយើងចាំមើលដំណើរការទាំងអស់គ្នាអូខេវាទៅហើយអូខេនេះបងប្អូនឃើញ add member ចូលមកនេះអញ្ចឹង member គាត់នេះគឺមកពី group hidden ដែលយើង scrap មកមិញណាចឹងបងប្អូនអាចមើលបាននេះ group នេះឃើញគាត់នៅក្នុង group ហ្នឹងគាត់នៅក្នុង group ហ្នឹងបាទនេះគាត់នេះមួយទៀតក៏នៅក្នុង group នេះដែរណាបាទ group hidden member ហ្នឹងអញ្ចឹងដំណើរការវាគឺបែបហ្នឹងអានេះយើងសាកតិចសិនណាដើម្បីបង្ហាញឲ្យបងប្អូនមើលឲ្យលឿនដោយសារវីដេអូយើងអត់ចង់ឲ្យវែងទេឥឡូវវារៀងវែងតិចដែរនេះចូលមកទៀតហើយនេះបងប្អូនឃើញទេគាត់នៅក្នុង group ហ្នឹងដែរបាទអូខេអញ្ចឹងរួចហើយដំណើរការហើយអានេះវាទៅដឹងអត់តន់អស់អូខេរួចហើយខ្ញុំបិទហើយណាអូខេអញ្ចឹងបន្តមកទៀតតាក់ទងជាមួយនឹងមុខងារសម្រាប់ក្នុងការធ្វើ reaction អញ្ចឹងការធ្វើ reaction ឲ្យបងប្អូនចូលមកកាន់ manager របស់យើងនេះចូលកាន់ manager នេះមកនេះអញ្ចឹងបងប្អូននឹងឃើញហើយទៅលើមុខងារទី18អញ្ចឹងមុខងារទី17នេះសម្រាប់ក្នុងការ warm up account អញ្ចឹងខ្ញុំបានបង្ហាញណាទៅលើការ warm up account មុនហ្នឹងអញ្ចឹងរបៀប warm up អត់វាក់ដូចគ្នាអញ្ចឹងណាគ្រាន់យើងមាន manager មួយនៅក្រៅហើយនិង manager មួយទៀតនៅក្នុងនេះនៅក្នុង special adder អញ្ចឹងឥឡូវយើងចូលលេខ18ហ្មងទៅបាទអញ្ចឹងយើងចុចលេខ1មានន័យថាយើងចង់ប្រើ reaction តាម account ទេបើយើងចុចលេខ2យើងប្រើម្ដងច្រើន account បុក reaction ចូលក្នុង post នឹងតែមួយឥឡូវចុចលេខ2ហ្មងទៅអញ្ចឹងបន្តមកទៀតយើងប្រើ link channel របស់យើងឥឡូវខ្ញុំទៅរក channel មួយសិនឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំយក channel នេះចោះរក channel នេះបាទអញ្ចឹង channel វាមាន post ច្រើនចេះអញ្ចឹងឥឡូវខ្ញុំយក post ចុងក្រោយនេះចោះអញ្ចឹងមកស្ដាំលើ post ហ្នឹងមកយើងមកស្ដាំលើ post នៅកន្លែងណាបានកន្លែងសនេះបាទស្ដាំមកយកពាក្យថា copy post link នេះ copy អញ្ចឹងមកឥឡូវខ្ញុំសុំវាយនៅក្នុងនេះចុះហើយយើងចេះមកប៉ះមកណាអូខេអញ្ចឹងនៅក្នុងនេះវាមាន link នេះ link channel របស់យើងអញ្ចឹងយើង copy link channel អញ្ចឹងមកហើយយើងផាសមក enter អញ្ចឹងពេលយើង enter វាឲ្យយើងដាក់ message ID អញ្ចឹង message ID របស់ post ហ្នឹងគឺ115នេះអញ្ចឹង copy អញ្ចឹងមកហើយយកមកផាសមកឲ្យ enter ទៀតអញ្ចឹងកន្លែងនេះគេឲ្យយើង copy reaction អញ្ចឹង reaction ដែលអាចដំណើរការបងប្អូនអាចចូលមកកាន់កម្មវិធីយើងរកពាក្យកន្លែង file reaction អញ្ចឹងនៅក្នុង file reaction របស់យើងបងប្អូនឃើញទេអញ្ចឹង reaction យើងមានមេដៃចុះបេះដូងអញ្ចឹងទៅហើយនឹងភ្លើងអីអញ្ចឹងទៅចុះឥឡូវបងប្អូនចង់បានអីគេឥឡូវឧទាហរណ៍ថាខ្ញុំចង់បាននេះចឹងនេះខ្ញុំ copy ហ្នឹងមកណាចុះឥឡូវនេះអត់មានហ្នឹងទេអញ្ចឹង copy ហើយខ្ញុំ control V មកនេះខ្ញុំផាសហើយណា
ចឹងខ្ញុំ enter ទៀតមកអូខេអញ្ចឹងវាដំណើរការបងប្អូននេះវាទៅនេះដំណើរការមកអាមបាទសម្រាប់ reaction ណាអញ្ចឹងឥឡូវយើងចាំមើលតើវាដំណើរការវា load នៅក្នុងនេះអត់អូខេជាមួយវាដល់ចប់វានឹង load ឲ្យបងប្អូនឃើញហើយអញ្ចឹងជាក់ស្ដែងតើតទៅមួយការ update គឺយើងបាន update បានប៉ុណ្ណឹងច្រើនដែរទៅលើមុខងារណាហើយនៅ version បន្ទាប់ទៀតខ្ញុំនឹងបង្ហាញតទៅមួយការ update បន្ថែមទៀតដែលជា update ថ្មីបន្តនេះបងប្អូនឃើញវា load ឡើងបាន5មិនិតបាទចាំឥឡូវចាំមើលតិចទៀតវា update ថែមទៀតហើយអូខេហើយមួយទៀតតកតងជាមួយនឹង12ហើយបាទតកតងជាមួយនឹងការ warm up account បងប្អូនចង់ warm up account នៅខាងក្រៅសម្រាប់ manager ក្រៅនេះក៏បានបងប្អូនចង់ warm up account នៅក្នុង full header ក៏បានដោយសារតែការ warm up ហ្នឹងវាមានមុខងារ warm up ដូចគ្នាទេអញ្ចឹងណាអូខេអញ្ចឹងរួចហើយបងប្អូនអូខេអញ្ចឹងយើងចាំមើលមកនេះបាន12ដែរអូខេ14នេះបាទអញ្ចឹងរួចរាល់នេះ complete ហើយណាពេល complete ចុះបងប្អូនបិទបានអញ្ចឹងយើងបាន reaction ដល់14 reaction នោះបាទអញ្ចឹងទៅលើមុខងារដែលខ្ញុំបង្ហាញទាំងអស់នេះគឺបងប្អូនអាចយល់បានហើយបើសិនជាឆ្ងល់តាណាអត់សូវច្បាស់អាចសួរបន្ថែមបានដោយសារនេះខ្ញុំបង្ហាញឲ្យរៀងលឿនណាដើម្បីកុំឲ្យវីដេអូនេះយូរបាទអញ្ចឹងយើងជួបគ្នានៅវីដេអូនៃការ update version បន្តទៀតអូខេអរគុណច្រើនមានចម្ងល់អាចសួរបាន